ទីបញ្ជាការកណ្ដាលនៃកងទ័ពសហរដ្ឋអាមេរិកប្រកាសថាកងទ័ពសហរដ្ឋអាមេរិកនៃកងទ័ពជើងទឹកបានបញ្ជូននាវាបូសសម្អាតមីនចូលទៅច្រកសមុទ្រហូម៉ូសហើយដោយការដំណើរជាមួយនឹងនាវាពិឃាតបំពាក់ដោយមីស៊ីលជាមួយផងដែរនាវាចម្បាំងដែលបំពាក់ដោយគ្រាប់មីស៊ីល USS Frank E. Spitfire និង USS Michael Murphy ត្រូវបានរៀបការមកថាវាបានឆ្លងកាត់ច្រកសមុទ្រហូម៉ូសម្ដងរួចហើយកាលពីចុងសប្តាហ៍កន្លងមកនេះហើយបានបើកប្រតិបត្តិការនៅតំបន់ឈូងសមុទ្រអារ៉ាប់ហើយលើនេះត្រូវបានបញ្ជាឲ្យបើកប្រតិបត្តិការជាថ្មីម្ដងទៀតជាមួយនឹងនាវាបូសសម្អាតមីនចូលទៅច្រកសមុទ្រហូម៉ូសដែលជាការចាប់ផ្ដើមបូសសម្អាតមីនជាលក្ខណៈពេញលិញនិងផ្លូវការកំទេចមីនសមុទ្រដែលដាក់ពង្រាយដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅច្រកសមុទ្រហូម៉ូសច្រកសមុទ្រហូម៉ូសត្រូវបានចាត់ទុកថាជាផ្លូវទឹកអន្តរជាតិវាផ្ដល់សារៈសំខាន់ខ្លាំងនៃការធ្វើនាវាចរដើម្បីដឹកប្រេងឥន្ធនៈឧស្ម័នទៅកាន់តំបន់ខាងក្រៅមជ្ឈិមបូព៌ាជាពិសេសគឺទៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រទេសដែលទទួលបានផលប្រយោជន៍ពីផ្លូវច្រកសមុទ្រហូម៉ូសនេះជាពិសេសគឺប្រទេសចិនប្រទេសតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែសំខាន់បំផុតគឺប្រទេសចិនជាប្រទេសដែលនាំប្រេងឆ្លងកាត់ច្រកសមុទ្រហូម៉ូសចេញពីតំបន់មជ្ឈិមបូព៌ាច្រើនជាងគេទាំងអស់មានបញ្ជាការកណ្ដាលនៃកងទ័ពសហរដ្ឋអាមេរិកអាដាមសេនី Brent Cooper បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថានៅថ្ងៃនេះយើងចាប់ផ្ដើមប្រតិបត្តិការនៃការចាប់ផ្ដើមដល់ដំណាក់កាលថ្មីមួយទៀតដែលត្រូវត្រួសត្រាយផ្លូវទឹកដ៏សំខាន់មួយនេះជាមួយនឹងការធ្វើឲ្យមានសេរីភាពឡើងវិញនៃច្រកសមុទ្រហូម៉ូសដើម្បីផ្ដល់ទៅឲ្យនាវាទាំងឡាយណាជានាវាពាណិជ្ជកម្មអាចឆ្លងកាត់ច្រកសមុទ្រនេះជាមួយនឹងការមានសុវត្ថិភាពមិនខ្លាចរងគ្រោះដោយគ្រាប់មីនសមុទ្រដែលដាក់ពង្រាយដោយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះទីហើយប្រតិបត្តិការនេះបានចាប់ផ្ដើមនៅពីនេះហើយជាមួយគ្នានេះឧត្តមសេនីយ៍ Brent Cooper ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកក៏បន្ថែមដ្រូនទឹកទៅចូលរួមបូសសម្អាតមីនផងដែរគឺមីនសមុទ្រនៅច្រកសមុទ្រហូម៉ូសកាលពីដើមសប្តាហ៍នេះវិទ្យាស្ថានសន្តិសុខការពារជាតិនៃប្រទេសអូស្ត្រាលីសាស្ត្រាចារ្យ Jennifer Parker បាននិយាយថាការខិតខំប្រឹងប្រែងដើម្បីធានាថាការឆ្លងកាត់ច្រកសមុទ្រហូម៉ូសមិនជួបហានិភ័យគ្រោះថ្នាក់នោះយ៉ាងហោចណាស់ក៏គេដឹងថានាវាដែលដើរទង់ជាតិសហរដ្ឋអាមេរិកនឹងត្រូវបើកឆ្លងកាត់ច្រកសមុទ្រហូម៉ូសនេះជាមួយនឹងនាវាពាណិជ្ជកម្មជាច្រើនទៀតដែលអាចនឹងចាប់ដើមនៅពេលខាងមុខនេះប្រសិនបើនាវាបូសសម្អាតមីនរបស់សហរដ្ឋអាមេរិកចូលទៅដល់ច្រកសមុទ្រហូម៉ូសហើយចាប់ដើមកំទេចមីនសមុទ្រដែលដាក់ពង្រាយដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់គឺសហរដ្ឋអាមេរិកមានអធិភាពជាងគេនៃការប្រើប្រាស់ច្រកសមុទ្រហូម៉ូសនេះអ្នកវិភាគរូបនេះបញ្ជាក់ថាកាលពីប្រមាណសប្តាហ៍មកនេះអ៊ីរ៉ង់បានបង្ហាញអំពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងច្រកសមុទ្រហូម៉ូសដោយឯកតោភាគីមិនតែប៉ុណ្ណោះអ៊ីរ៉ង់គម្រាមកំហែងហើយក៏ធ្លាប់វាយប្រហារទៅលើនាវាទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហូម៉ូសផងដែរតែលើកនេះវាចូលដល់ចំណុចក្តៅគគុកដែលនាវាត្រូវឆ្លងកាត់ច្រកសមុទ្រហូម៉ូសទាំងមិនអាចចូលទៅច្រកសមុទ្រហូម៉ូសបាននោះទេដែលពួកគេបារម្ភពីសុវត្ថិភាពនៃការឆ្លងកាត់ច្រកសមុទ្រហូម៉ូសនេះលើកលែងតែអ៊ីរ៉ង់ជាអ្នកធានាឬអមការពារទើបមិនមានគ្រោះថ្នាក់ព្រោះអ៊ីរ៉ង់ដឹងថាខ្លួនពង្រាយមីនសមុទ្រនៅតំបន់ណាខ្លះប៉ុន្តែលើកនេះសហរដ្ឋអាមេរិកកំពុងតែតាំងខ្លួនជាអ្នកបោសសម្អាតភាពភ័យខ្លាចនេះហើយវាមានន័យថាចំនួននាវាដែលច្រើនឆ្លងកាត់ច្រកសមុទ្រហូម៉ូសមួយថ្ងៃអាចមានរាប់សិបគ្រឿងអាចត្រឡប់ចូលវិញបាននៅពេលខាងមុខនេះយ៉ាងហោចណាស់ថាតើអ៊ីរ៉ង់នឹងប្រតិកម្មដោយរបៀបណាអ៊ីរ៉ង់បានគម្រាមថាបើសហរដ្ឋអាមេរិកបិទច្រកសមុទ្រហូម៉ូសឬឡោមព័ទ្ធច្រកសមុទ្រហូម៉ូសកម្រិតណាមួយដែលប៉ះពាល់ដល់អត្ថប្រយោជន៍របស់អ៊ីរ៉ង់នឹងសងសឹកប៉ុន្តែមកដល់ពេលនេះអ៊ីរ៉ង់មិនទាន់ឃើញវាយប្រហារទៅលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិកមួយគ្រឿងនោះទេសហរដ្ឋអាមេរិកបានចាប់ផ្ដើមហុំព័ទ្ធច្រកសមុទ្រហូម៉ូសកាលពីម៉ោង 9 យប់ថ្ងៃទី13មេសាតាមបញ្ជារបស់លោក Donald Trump អ្នកវិភាគវិទ្យាស្ថានសន្តិសុខការពារជាតិនៃប្រទេសអូស្ត្រាលីសាស្ត្រាចារ្យ Jennifer Parker បញ្ជាក់ថាទីក្រុង Washington ធានាអំពីការបើកចំហច្រកសមុទ្រហូម៉ូសនេះប៉ុន្តែសាររបស់ទីក្រុងតេរ៉ង់កំពុងតែស្ថិតនៅក្នុងស្ថានភាពជ្រោកបុកជ្រោកបល់តើការគម្រាមកំហែងរបស់អ៊ីរ៉ង់អាចក្លាយជាការពិតដែរឬទេ
វាកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ព្រោះសហរដ្ឋអាមេរិកកំពុងតាំងខ្លួនជាអ្នកដោះស្រាយវិបត្តិសកលនេះហើយប៉ុន្តែអ្នកវិភាគរូបនេះនៅតែមើលឃើញថាផលប្រយោជន៍ច្បាស់ជាបានទៅលើសហរដ្ឋអាមេរិកច្រើនជាងគេទាំងអស់មិនតែប៉ុណ្ណោះបើអាមេរិកធ្វើបានជោគជ័យនៃការកាន់កាប់ច្រកសមុទ្រហូម៉ូសដកសិទ្ធិពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នោះអាមេរិកកាន់តែមានឥទ្ធិពលនិងអំណាចថែមទៀតនេះក៏ជាការវិភាគរបស់អ្នកសង្កេតការណ៍មួយចំនួនទៀតផងដែរក៏ស្របនឹងអ្នកវិភាគរបស់ជនជាតិអូស្ត្រាលីម្នាក់នេះផងដែរអ្នកវិភាគ Jennifer Specker បញ្ជាក់ថាដំណាក់កាល2នៅចំពោះមុខសហរដ្ឋអាមេរិកទី1សហរដ្ឋអាមេរិកត្រូវព្យាយាមកាត់បន្ថយការគំរាមកំហែងពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទី2សហរដ្ឋអាមេរិកត្រូវធ្វើដំណោះស្រាយការទូតយ៉ាងប៉ិនប្រសប់ដើម្បីធ្វើឲ្យពិភពលោកមានសុវត្ថិភាពឡើងវិញនៃការគ្រប់គ្រងច្រកសមុទ្រហូម៉ូសនេះអ្វីដែលសំខាន់នៅតែសួរថាតើរ៉ង់ឆ្លើយតបដោយរបៀបណានៅតែប៉ុណ្ណោះអ្នកសង្កេតការណ៍រូបនេះមើលឃើញថាសហគមន៍អន្តរជាតិភាគច្រើននឹងចូលរួមសហការជាមួយសហរដ្ឋអាមេរិកនៅគណៈដែរនាវាបូស្មាតមីនរបស់សហរដ្ឋអាមេរិកកំពុងត្រូវបានអាងថាបើកចូលច្រកសមុទ្ររ៉ូម៉ូសដើម្បីកំទេចមីនសមុទ្រដែលដាក់ពង្រាយដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហើយការអមដំណើរដោយនាវាចម្បាំងទៀតផងនោះលោកដូណាល់ត្រាំបានចេញសារព្រមានទៅរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាថ្មីម្ដងទៀតថាបើហ៊ានវាយប្រាទៅលើនាវាចម្បាំងរបស់អាមេរិកក្តីឬទៅលើនាវាបូស្មាតមីនរបស់អាមេរិកក្តីលោកព្រមានថានឹងកំទេចរបបសាធារណរដ្ឋអ៊ីស្លាមនៅទីក្រុងអ៊ីរ៉ង់បច្ចុប្បន្ននេះឲ្យធ្លាក់ទៅចូលក្នុងឋាននរកលោកគម្រាមថាកុំប៉ះពាល់នាវាចម្បាំងនិងនាវាសហរដ្ឋអាមេរិកឲ្យសោះសហរដ្ឋអាមេរិកមិនអត់ឱនទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះទេបន្ថែមលើនេះលោកដូណាល់ត្រាំបញ្ជាក់ថាលោកមិនខ្វល់អំពីការចរចាជាថ្មីម្ដងទៀតជាមួយនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះទេដោយចាត់ទុកថាវាជារឿងដាច់ដោយឡែកហើយនៅពីនេះករណីប្រតិបត្តិការបូស្មាតមីនសមុទ្រនៃច្រកសមុទ្រហូម៉ូសគឺជាកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកការចរចាជាថ្មីម្ដងទៀតជាមួយអ៊ីរ៉ង់មិនជារឿងអតិភិបសម្រាប់សហរដ្ឋអាមេរិកនោះទេលោកដូណាល់ត្រាំក៏ប្រាប់ទៅពិភពលោកថាត្រូវតែនៅពីក្រោយសហរដ្ឋអាមេរិករឿងនេះអាមេរិកមានសមត្ថភាពក្នុងការប្រតិបត្តិការដោយឯកតោភាគីពិតមែនតែអាមេរិកត្រូវការប្រទេសជាច្រើនទៀតនៅពីក្រោយសហរដ្ឋអាមេរិកប៉ុន្តែផ្ទុយទៅវិញប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍គម្រាមសហរដ្ឋអាមេរិកយោងតាមការចុះផ្សាយមួយដោយសារព័ត៌មាន Media Age ឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសចិនព្រមានលោកត្រាំនិងសហរដ្ឋអាមេរិកកុំឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិននៃករណីនៃច្រកសមុទ្រហូម៉ូសដោយព្រមានថាសហរដ្ឋអាមេរិកអត់មានសិទ្ធិក្នុងការរាំងខ្ទប់ការធ្វើនាវាចរនៃនាវារបស់ចិនដែលត្រូវឆ្លងកាត់ច្រកសមុទ្រហូម៉ូសនោះទេលោករដ្ឋមន្ត្រីការពារជាតិនៃប្រទេសចិនឧត្តមសេនីយ៍ដុនយុនអះអាងថាអ៊ីរ៉ង់កំពុងតែគ្រប់គ្រងច្រកសមុទ្រហូម៉ូសហើយថាអ៊ីរ៉ង់នៅតែបើកចំហច្រកសមុទ្រហូម៉ូសសម្រាប់នាវានៃប្រទេសផ្សេងៗទៀតដែលក្នុងនោះមានទាំងប្រទេសចិនផងដែររដ្ឋមន្ត្រីក្រសួងការពារជាតិចិនរូបនេះបញ្ជាក់ទៀតថាចិនមានទំនាក់ទំនងនឹងកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់នៃការធ្វើពាណិជ្ជកម្មច្រកសមុទ្រហូម៉ូសហើយរំពឹងថាប្រទេសជាច្រើនទៀតមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិននោះទេហើយច្រកសមុទ្រហូម៉ូសត្រូវតែបើកចំហសម្រាប់ផលប្រយោជន៍នៃប្រទេសចិនលោករដ្ឋមន្ត្រីការពារជាតិចិនរូបនេះព្រមានថាការចាប់យកច្រកសមុទ្រហូម៉ូសដោយប្រទេសណាក៏ដោយគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃកិច្ចព្រមព្រៀងចិននិងអ៊ីរ៉ង់វាជាកំហុសដ៏ធ្ងន់ធ្ងរបំផុតរំលោភគោលការណ៍សណ្ដាប់ធ្នាប់អន្តរជាតិការបិទច្រកសមុទ្រហូម៉ូសដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានបង្ហាញភាពតានតឹងនិងភាពរីករាលដាលវឹកវរនៃសណ្ដាប់ធ្នាប់អន្តរជាតិការគម្រាមកំហែងដល់ផ្លូវសមុទ្រសំខាន់ៗនិងផ្លូវសេដ្ឋកិច្ចពិភពលោកជាច្រើនទៀតដែលគេអាចធ្វើតាមរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះប៉ុន្តែវាមិនឆ្លើយតបនឹងគោលការណ៍សណ្ដាប់ធ្នាប់ពិភពលោកនោះទេមាននឹងនាំទៅរកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរបើភាគីណាមួយធ្វើសេចក្តីសម្រេចដោយប្រើប្រាស់កម្លាំងទ័ពនោះក្នុងស្ថានភាពដ៏ភ័យស្រួយនេះបារម្ភពីការផ្ទុះសង្គ្រាមជាថ្មីម្ដងទៀតអគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីអូកូត្រេសបានចេញសេចក្តីថ្លែងការណ៍អំពីនីវឲ្យមានកិច្ចចរចាបន្តឡើងវិញរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលធ្វើយ៉ាងណាឲ្យស្ថានភាពថប់ថយមក
កាន់ប្រក្រតីភាពឡើងវិញនេះបញ្យងតាមអ្នកនាំពាក្យសម្រាប់អង្គការសហប្រជាជាតិការថ្លែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដោយអ្នកនាំពាក្យរបស់លោកគឺលោក Stephen Dujarric បានឲ្យដឹងថានៅគណៈដែលពុំមានកិច្ចព្រមព្រៀងអាចធ្វើទៅបាននេះសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គួរតែសម្របសម្រួលខ្លួនជាថ្មីម្ដងទៀតទៅរកការចរចាជាជាងឲ្យឆេះកម្ដៅទៅរកការប្រយុទ្ធគ្នាជាថ្មីម្ដងទៀតនេះលោកអង់តូញ៉ូកូតេរ៉េសតាមរយៈអ្នកនាំពាក្យដដែលនេះបានបញ្ជាក់ថាការខ្វែងគំនិតគ្នាត្រូវតែឆ្លងកាត់ការចរចាជាជាងឆ្ពោះទៅរកការប្រយុទ្ធគ្នាដោយអំពើហិង្សាលោកអង់តូញ៉ូកូតេរ៉េសទូថាមិនគួរភាគីទាំងពីរបោះបង់ចោលការចរចានោះទីត្រូវតែធ្វើយ៉ាងណាឲ្យការចរចាខិតចូលមកដល់វិញហើយត្រូវបើកការចរចាជាថ្មីម្ដងទៀតកែលេខាធិការអង្គការសហប្រជាជាតិអង់តូញ៉ូកូតេរ៉េសសង្កត់ធ្ងន់ថាភាគីទាំងអស់មិនមែនតែអ៊ីរ៉ង់និងសហរដ្ឋអាមេរិកទេគួរតែរួមគ្នាចូលដោះស្រាយចំនួននេះឲ្យបានលឿនបំផុតតែធ្វើយ៉ាងណាសម្របសម្រួលឲ្យផ្លូវនាវាចរគឺច្រកសមុទ្រហុបបានធ្វើដំណើររួមគ្នាជាមួយគ្នាដោយសេរីភាពលោកអង់តូញ៉ូកូតេរ៉េសទូចថាភាគីទាំងអស់ត្រូវតែលើកតម្កើងច្បាប់អន្តរជាតិជាធំដោយមិនត្រូវប្រើប្រាស់កម្លាំងអត្តនោម័តនោះទីប៉ុន្តែនៅពេលនេះមានការបារម្ភខ្លាំងពីការសងសឹកពីសំណាក់ប្រទេសអ៊ីរ៉ង់វិញខណៈដែលនាវាបោះសម្អាតមីនរបស់សហរដ្ឋអាមេរិកអមដោយនាវាពិឃាតកំពុងត្រូវបានអាហាងថាបើកចូលច្រកសមុទ្រហូម៉ូសហើយនៅពេលនេះខណៈជាមួយគ្នានេះនាវាចម្បាំងសហរដ្ឋអាមេរិកជាច្រើនគ្រឿងកំពុងឡោមព័ទ្ធតំបន់ច្រកសមុទ្រហូម៉ូសអាមេរិកដាក់ពង្រាយនាវាចម្បាំងនៅតំបន់មជ្ឈមបូព៌ាប្រមាណពី25គ្រឿងទៅ30គ្រឿងសេចក្តីរាយការណ៍ចុងក្រោយបានដឹងទៀតថានាវាផ្ទុកចំណងរបស់អាមេរិក USS A.W. Bush កំពុងរំកិលខ្លួនចូលទៅតំបន់ឈុំសមុទ្រពាក់ដែលអមដំណើរដោយនាវាពិឃាតយ៉ាងតិចចំនួន6គ្រឿងអ្នកសង្កេតការព្រមានថាបើអ៊ីរ៉ង់នៅតែបន្តគ្រប់គ្រងឬរឹតបន្តឹងច្រកសមុទ្រហូម៉ូសនោះឥទ្ធិពលអាចនឹងរីករាលដាលនៅច្រកសមុទ្រផ្សេងៗទៀតដូចជាច្រកសមុទ្រម៉ាឡាកាច្រកសមុទ្រអ៊ីប្រាតាច្រកសមុទ្រតៃវ៉ាន់និងច្រកសមុទ្រផ្សេងៗទៀតប្រសិនបើប្រទេសផ្សេងទៀតចាប់ផ្ដើមគ្រប់គ្រងផ្លូវសមុទ្រដោយឯកតោភាគីដូចអ៊ីរ៉ង់នោះបង្កឲ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មដោយសេរីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃច័ន្ទទី13មេសាក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវដល់សហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ឲ្យបន្តកិច្ចចរចាដើម្បីឈានទៅរកការបញ្ចប់ជម្លោះរបស់អាមេរិកនិងអ៊ីរ៉ង់គឺបញ្ចប់ជាអចិន្ត្រៃយ៍ព្រមទាំងជំរុញឲ្យមានការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដោយពិភាក្សាអំពីសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាគឺសង្កេតឃើញប្រមុខការទូតនៃតំបន់ប្រទេសអាស៊ាន11ប្រទេសបានទាមទារមានការស្ដារឡើងវិញការធ្វើនាវាចរនិងជើងហោះហើរប្រកបដោយសុវត្ថិភាពដោយគ្មានការរារាំងនៅតំបន់ច្រកសមុទ្រហូម៉ូសនោះទីអាស៊ានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាវាច្បាស់ណាស់ពីផលប៉ះពាល់នៃចំនួននេះមកលើស្ថិរភាពតំបន់ជាពិសេសលើខ្សែសង្វាក់ផ្គត់ផ្គង់ធម្មពលនិងស្បៀងអាហារដោយសង្កត់ធ្ងន់លើការចាំបាច់ក្នុងការផ្ដល់អាទិភាពដល់សន្តិសុខធម្មពលសម្រាប់តំបន់អាស៊ានក្នុងស្ថានភាពតានតឹងនៅច្រកសមុទ្រហូម៉ូសប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងមិនរុញសង្គ្រាមតំបន់មជ្ឈមបូព៌ាឡើងវិញនោះទេការទទួលរបស់ចិនក៏ធ្វើឡើងនៅមុនពេលដែលរដ្ឋមន្ត្រីការពារជាតិចិនដងយុនគម្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកអ្នកនាំពាក្យក្រសួងការបរទេសចិនគូជៀគុនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថាចិនសង្ឃឹមថាភាគីពាក់ព័ន្ធនឹងគោរពតាមបទបញ្ជាបទឈប់បាញ់បណ្ដោះអាសន្នបន្តព្យាយាមដោះស្រាយវិវាទតាមច្រកនយោបាយនិងការទូតជាវៀងដុតបញ្ឆេះសង្គ្រាមជាថ្មីម្ដងទៀតហើយបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់ទៅវិញនៃការចរចាស្ដារសន្តិភាពនិងភាពសុខសាន្តនៅតំបន់ឈូងសមុទ្រនៃឈូងសមុទ្រពាក់សូមជម្រាបថាអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានប្រកាសបទឈប់បាញ់រយៈពេល2សប្តាហ៍កាលពីសប្តាហ៍មុនក្រោយការប្រយុទ្ធគ្នារយៈពេល40ថ្ងៃដែលវាចាប់ផ្ដើមនៅថ្ងៃទី28កុម្ភៈការចរចាបានប្រព្រឹត្តទៅជាលើកដំបូងដោយផ្ទាល់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់លើទឹកដីនៃប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍កន្លងទៅនេះប៉ុន្តែមិនអាចរកកិច្ចព្រមព្រៀងឃើញជាមួយគ្នានោះទេសហរដ្ឋអាមេរិកប្រតិកម្មខ្លាំងដោយសារតែរឿងបរាជ័យនៃការចរចានេះអាមេរិកសម្រេចអនុវត្តដោយឯកតោភាគីទៅលើការឡោមព័ទ្ធច្រកសមុទ្រហូម៉ូសប្រឆាំងនឹងអ៊ីរ៉ង់
ជាការដាក់សម្ពាធឲ្យអ៊ីរ៉ង់ត្រូវតែលះបង់ក្នុងការប្រឈមមុខជាមួយសហរដ្ឋអាមេរិកជាមួយគ្នានេះកាលពីថ្ងៃទី12មេសាប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានបញ្ជាក់ថាការចរចាវាបរាជ័យដូច្នេះហើយបានជាសហរដ្ឋអាមេរិកមិនគិតទៅរកការចរចាជាថ្មីម្ដងទៀតនេះការដាក់បញ្ជាឲ្យមានការបើកប្រតិបត្តិការឡោមព័ទ្ធច្រកសមុទ្រហុកមកគឺជារឿងដែលសហរដ្ឋអាមេរិកចូលរួមដោះស្រាយវិបត្តិសកលមិនមែនសហរដ្ឋអាមេរិកធ្វើដោយគ្មានគោលការណ៍នោះទេយ៉ាងណាកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នៅតែព្រមានថាបើករណីចាំបាច់នោះកំពុងផែរបស់ប្រទេសទាំងអស់នៅតំបន់មជ្ឈមបូព៌ានឹងត្រូវកំទេចដោយគ្រាប់មីស៊ីលនិងដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់ប្រធានរដ្ឋសភានៃប្រទេសអ៊ីរ៉ង់ដែលដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍នេះបានប្រមានថាប្រទេសរបស់លោកមិនចុះចាញ់ដាច់ខាតក្រុមការគម្រាមកំហែងពីសំណាក់សហរដ្ឋអាមេរិកប្រធានរដ្ឋសភានៃប្រទេសអ៊ីរ៉ង់ម៉ូហាម៉ាត់បាហ្កាលីបាហ្វបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាប្រសិនបើអាមេរិកប្រយុទ្ធនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មីម្ដងទៀតគឺអ៊ីរ៉ង់ទទួលយកបានទាំងអស់ដោយអ៊ីរ៉ង់ឆ្លើយតបវិញយ៉ាងលឿនរហ័សអ៊ីរ៉ង់មិនអោនក្បាលចុះចាញ់សត្រូវចក្រពត្តិនេះដាច់ខាត